ថ្ងៃនេះគឺបានដូរសម្បកស៊ីនមួយខាងមុខបាទហើយខាងក្រោយមួយទៀតបងប្អូនអរគ្នាបាទគឺខាងមុខនេះគឺលលោងព្រិលអស់ហើយបាទគឺសម្បកនេះគឺវាស្ដាងពេកបងប្អូនចាំចាស់គាត់ឲ្យដាក់សម្បកស៊ីនបាទហើយចំណែកខាងក្រោយគឺកងគាត់ធូបាទកងគាត់ធូអញ្ចឹងម្ចាស់គាត់ទៅថាឲ្យដូរស្អែលគាត់ផងបាទអញ្ចឹងយើងដូរស្អែលខាងក្រោយមួយទៀតបាទហើយបន្តមកម៉ូតូ015នេះគឺដូរច្បាប់មញងមួយឈុតបងប្អូនអរគ្នាបាទឥឡូវយើងដូររួចរាល់អស់ហើយបាទហើយបន្តមកទៀតម៉ូតូ018នេះគឺវាចបងប្អូនអរគ្នាបាទគឺវាចបូមបងប្អូនបាទហើយខ្នងគាត់ក៏រៀងបោលដែរបងប្អូនអរគ្នាបាទដោយសារគាត់ប៉ះគ្នាអញ្ចឹងវាចបូមបាទហើយក៏យកមកឲ្យជាងរុនធ្វើឲ្យបាទដោយសារថ្ងៃមុនជាងរុនតម្រង់ស្កូពី025មួយហើយបាទឥឡូវយើងតម្រង់រួចរាល់ហើយបងប្អូនបាទគឺធានាមកអេមបាទត្រង់ផ្លឹងបងប្អូនអរគ្នាបាទគឺមកស្អាតធានាគុណភាពឲ្យបងប្អូនបាទបើជីមិនស្រួលអាចយកមកជាងរុនធ្វើវិញបានបងប្អូនអរគ្នាបាទហើយបងប្អូនអាចស្គាល់សេយដ្ឋានកន្លែងជាងរុនគឺនៅភូមិលួងផ្ទាល់បងប្អូនអរគ្នាបាទគឺអាចមកធ្វើការសាកមើលបានបងប្អូនអរគ្នាហើយចំណែកកែបនោះគឺបងស្រីបាទគឺគាត់ដោះយកមកខ្លួនឯងបាទយកមកឲ្យជាងរុនដូរស្រោមកែបឲ្យបាទគាត់ថាស្រោមកែបគាត់ជីទៅគឺថាទឹកភ្លៀងមកមានបញ្ហាជីទៅសើមអញ្ចឹងបងប្អូនបាទហើយស្រោមកែបគឺយើងដាក់ស្រោមមកល្អផងដែរបងប្អូនបាទក្រាស់បាទហើយអំបោះដេហ្នឹងគឺវាសរសៃធំផងដែរបងប្អូនបាទគឺចាប់បានយូរបងប្អូនអរគ្នាបាទហើយពងកែបគាត់នេះមើលទៅដូចរៀងស្វិតតិចបងប្អូនអរគ្នាបាទខាងក្រោយនេះក៏រៀងយើងត្រូវការបើបាទបើបន្ថែមបើសារពងនេះដូចជាពង99ទេបងប្អូនបាទហើយនេះគឺសង់សេរីចាស់បាទអញ្ចឹងដូចវារៀងខ្លីអញ្ចឹងយើងត្រូវបើពងថែមបាទហើយការបើពងរបស់យើងគឺបាទបិទកៅឲ្យរួចរាល់ហើយចាប់ដើមគឺឆាបចូលខាត់ចូលបរហើយទៅបាទមិនចាំកោះឲ្យទៀតទេបាទកោះគឺវាយូរបងប្អូនអរគ្នាបាទគឺយើងខាត់ចូលអញ្ចឹងមកបាទគឺស្រួលយើងតម្រូវរូបរាងអ្វីគឺចេញវាស្រួលបងប្អូនអរគ្នាបាទអត់មានយូរទេបាទតែបិទកៅស្ងួតរួចរាល់ហើយគឺខាត់ចូលបរហើយទៅព្រោះគឺមិនរបស់យើងណាបងប្អូននិយាយលេងទេបងប្អូនអរគ្នាបាទរបស់គេគឺដូចរបស់យើងបងប្អូនអរគ្នាបាទឥឡូវរួចរាល់ឥឡូវហើយបាទគឺមិនសូវយូរប៉ុន្មានទេបាទគឺយើងតម្រូវឲ្យវាចេញរូបរាងសិនបាទកាលណាយើងអត់ស្បេតដៃចេញរូបរាងនេះគឺយើងដាក់ស្បែកកែបថ្មីគឺមើលទៅអត់ស្អាតទេបាទឥឡូវរួចរាល់ហើយបាទគឺអត់យូរប៉ុន្មានទេយូរតែយើងបិទកៅទេបាទកាលណាស្ងួតកៅហើយគឺយើងគឺខាត់ចូលបរហើយតែបាទហើយពងកែបរបស់យើងគឺដាក់ពងល្អផងដែរបាទគឺយើងយកពងរឹងតិចបាទបើទៅបានវាអត់សូវក្រាបបាទគឺប្រើបានយូរបាទនេះរួចរាល់ហើយបងប្អូនបាទហើយឥឡូវយើងស្កិបរួចរាល់ហើយនេះបាទគឺចេញរូបរាងសភាពបែបនេះបងប្អូនបាទគឺយើងបើទៅគឺចេញរូបរាងខាងក្រោយគឺវាស្អាតបាទកាលណាយើងអត់បើទេមើលទៅវាអត់ស្អាតណាបងប្អូនបាទអញ្ចឹងបងប្អូនដែលមានចំណាប់អារម្មណ៍អាចមកសាកមើលកន្លែងជាងរុនបានបាទតែតម្លៃហ្នឹងក៏រឿងធូរថ្លៃផងដែរបាទទីតាំងគឺសេយដ្ឋានភូមិលួងបាទគឺជាប់នឹងផ្ទះតងោបងប្អូនអរគ្នាស្គាល់ផ្ទះតងោណាបាទគឺនៅជាប់នៅនឹងបាទអរគុណច្រើនបងប្អូន